សូមជូនរឿងកូនចាបនិងកណ្ដឹងប្រាសាទនៅពេលព្រឹកមួយនៅវត្តបុរាណមានចាបតូចមួយរស់នៅដោយក្តីស្រមៃថ្ងៃនេះកណ្ដឹងវត្តមិនបានលាន់សំឡេងទេហេតុអ្វីកណ្ដឹងស្ងៀមបាត់នេះសត្វធំព្យាយាមលាន់កណ្ដឹងតែមិនបានសម្រេចកណ្ដឹងនេះធ្ងន់ពេកចាបតូចគិតថាកម្លាំងមិនមែនជាគ្រប់យ៉ាងទេប្រហែលមានវិធីផ្សេងចាបបានទៅសួរតាព្រះដែលមានប្រាជ្ញាគំនិតល្អអាចលើសកម្លាំងចាបបានគិតឃើញគំនិតមួយខ្ញុំអាចប្រែខ្សែបានចាបបានស្នើសុំការជួយពីសត្វធំយើងសាកមើលគាត់ធ្វើការយ៉ាងប្រុងប្រយ័ត្នចាបរងចាំពេលវេលាដែលត្រឹមត្រូវកណ្ដឹងលាន់សំឡេងពេញវត្តបានហើយសំឡេងកណ្ដឹងហៅមនុស្សមកព្រឹកធំបានគោរពចាបតូចអ្នកឆ្លាតណាស់តាព្រះបានបង្ហាញមេរៀនសំខាន់ប្រាជ្ញាឆ្នះកម្លាំងវត្តត្រឡប់មកស្ងប់ស្ងាត់វិញចាប់ពីថ្ងៃនោះមកគ្រប់គ្នាជឿលើប្រាជ្ញាគិតឲ្យល្អមុនធ្វើប្រាជ្ញានិងការសហការល្អលើសកម្លាំងសូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីៗប្រចាំថ្ងៃ